ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast ដែលមានឈ្មោះថារស់នៅឲ្យមានន័យជាមួយខ្ញុំអលកណាណាខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាកំពុងមានសុខភាពល្អនិងមានថាមពលវិជ្ជមានក្នុងការបំពេញការងារប្រចាំថ្ងៃបងប្អូនប្រិយមិត្តទាំងឡាយនៅក្នុងដំណើរជីវិតរបស់យើងម្នាក់តើបងប្អូនធ្លាប់សង្កេតឃើញទេថាហេតុអ្វីបានជាមនុស្សខ្លះធ្វើអ្វីក៏មានគេស្រឡាញ់ធ្វើអ្វីក៏ទទួលបានការគាំទ្រនិងជោគជ័យផ្ទុយទៅវិញមនុស្សខ្លះទៀតទោះបីជាមានសមត្ថភាពខ្ពស់មានចំណេះដឹងច្រើនប៉ុន្តែបែរជាទៅដល់ទីណាក៏មានតែជម្លោះនិងសត្រូវនៅជុំវិញខ្លួនទៅវិញទេថ្ងៃនេះខ្ញុំចង់លើកយកទស្សនវិជ្ជាជីវិតដ៏មានតម្លៃមួយឃ្លាមកជជែកនិងចែករំលែកជូនបងប្អូនទាំងអស់គ្នាឃ្លានោះបានលើកឡើងថាឆ្លួកវង្វេងខ្លួនឯងបង្កាយសត្រូវចេះគោរពខ្លួនឯងនិងអ្នកដទៃបង្កើតភាពជោគជ័យឆ្លួកវង្វេងខ្លួនឯងធ្វើអ្វីយកតែចិត្តខ្លួនឯងដាក់ខ្លួនហើយនឹងចេះគោរពអ្នកដទៃយល់ពីគំនិតរបស់អ្នកដទៃតោះថ្ងៃនេះយើងមកសិនជឹងគិតនិងវែកញែករឿងនេះជាមួយគ្នាតែម្ដងជាដំបូងយើងមកពិនិត្យមើលពាក្យថាឆ្លួកវង្វេងខ្លួនឯងឬភាសាអង់គ្លេសហៅថា ego ក្នុងជីវិតជាក់ស្ដែងតើវាបង្ហាញខ្លួនតាមរបៀបណាខ្លះមនុស្សដែលឆ្លួកវង្វេងខ្លួនឯងគឺពួកគាត់តែងតែយល់ថាខ្លួនឯងត្រូវជានិច្ចខ្លួនឯងពូកែជាងគេនិងមានតម្លៃជាងអ្នកដទៃនៅពេលធ្វើការងារឬធ្វើការសម្រេចចិត្តអ្វីមួយពួកគាត់តែងតែយកកាត់ចិត្តតែលើខ្លួនឯងមានន័យថាយកអារម្មណ៍និងគំនិតរបស់ខ្លួនឯងជាធំដោយមិនព្រមបើកចិត្តស្ដាប់មតិយោបល់របស់មនុស្សជុំវិញខ្លួននោះឡើយបងប្អូនសាកស្រមៃមើលចុះប្រសិនបើយើងធ្វើការងារក្រុមជាមួយមនុស្សម្នាក់ដែលមិនដែលស្ដាប់យោបល់នរណាយល់តែពីគំនិតខ្លួនឯងតើយើងមានអារម្មណ៍ចង់បន្តធ្វើការជាមួយគាត់ទៀតទេពិតណាស់គឺមិនចង់ទេនេះហើយជាឫសគល់ដែលចាស់បុរាណលោកពោលថាឆ្លួកវង្វេងខ្លួនឯងបង្កើតសត្រូវទង្វើក្អែងក្អាងការមើលរំលងអារម្មណ៍អ្នកដទៃនិងការយកចិត្តខ្លួនឯងជាធំនឹងបង្កើតឲ្យមានការស្អប់ខ្មើមការមិនពេញចិត្តពីមនុស្សជុំវិញខ្លួនដោយមិនដឹងខ្លួនចុងក្រោយបុគ្គលនោះនឹងត្រូវឯកោនិងបាត់បង់ឱកាសល្អៗក្នុងជីវិតតើធ្វើដូចម្តេចទើបអាចជៀសវាងអន្ទៈនេះបានចម្លើយគឺស្ថិតនៅលើការចេះគ្រប់ខ្លួនឯងនិងអ្នកដទៃត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់បន្តិចបងប្អូនខ្លះអាចនឹងច្រឡំរវាងការគោរពខ្លួនឯងនិងការអួតអាងការគោរពខ្លួនឯងឬ self respect មិនមែនជាការលើកតម្កើងខ្លួនឯងថាអស្ចារ្យនោះទេប៉ុន្តែវាជាការស្គាល់តម្លៃពិតប្រាកដរបស់ខ្លួនឯងស្គាល់ព្រំដែនកិត្តិយសរបស់ខ្លួនមនុស្សដែលគោរពខ្លួនឯងគឺមិនបណ្ដោយឲ្យខ្លួនឯងប្រព្រឹត្តអំពើថោកទាបបោកប្រាស់ឬទង្វើណាដែលបំផ្លាញកិត្តិយសខ្លួនឯងនិងគ្រួសារឡើយពួកគេតែងតែថែរក្សាកេរ្តិ៍ឈ្មោះនិងខិតខំអភិវឌ្ឍសមត្ថភាពជានិច្ចចំណែកឯការគោរពអ្នកដទៃវិញគឺចាប់ផ្ដើមចេញពីផ្នត់គំនិតដែលយល់ថាមនុស្សគ្រប់រូបសុទ្ធតែមានតម្លៃរៀងៗខ្លួនមិនថាពួកគេមានឋានៈវណ្ណៈឬការងារបែបណានោះទេពួកគេសុទ្ធតែសមឹងនឹងទទួលបានការនិយាយស្ដីទន់ភ្លន់ការផ្ដល់តម្លៃនិងការមិនមើលងាយពីយើងនៅពេលដែលយើងផ្ដល់ការគោរពទៅកាន់អ្នកដទៃនោះយើងក៏នឹងទទួលបានការគោរពនិងក្ដីស្រឡាញ់ត្រឡប់មកវិញដូចគ្នានេះហើយជាប្រភពនៃភាពជោគជ័យដ៏អស្ចារ្យព្រោះគ្មាននរណាម្នាក់អាចជោគជ័យដ៏អស្ចារ្យតែម្នាក់ឯងដោយគ្មានការគាំទ្រនិងសហការពីមនុស្សជុំវិញខ្លួននោះឡើយចំណុចចុងក្រោយដែលចាក់ដោតបំផុតនោះគឺការដាក់ខ្លួននិងការយល់ពីគំនិតរបស់អ្នកដទៃបងប្អូនប្រិយមិត្តធ្លាប់ឮការប្រៀបធៀបអំពីកែវទឹកដែរឬទេកាលណាកែវទឹកមួយមានទឹកពេញព្រៀបទៅហើយនោះយើងមិនអាចចាក់ទឹកថ្មីចូលបានទៀតទេការដាក់ខ្លួនក៏ដូចគ្នាវាប្រៀបដូចជាការធ្វើខ្លួនជាកែវទឹកដែលមានទឹកកន្លះទំកែវមានចន្លះទំនេរដើម្បីទទួលទឹកដែលចាក់មកថ្មីបានជានិច្ចមនុស្សដែលចេះដាក់ខ្លួនគឺទោះបីជាពួកគេមានចំណេះដឹងខ្ពង់ខ្ពស់ឬមានឋានៈធំប៉ុណ្ណាក៏ដោយក៏ពួកគេតែងតែអោនលំទោនបើកចិត្តស្ដាប់និងរៀនសូត្រពីអ្នកដទៃជានិច្ចគូស្រូវដែលមានក្របច្រើនតែងតែអោនក្បាលចុកក្រោមមនុស្សដែលមានគុណធម៌និងបញ្ញាខ្ពង់ខ្ពស់ក៏តែងតែចេះដាក់ខ្លួនបែបនេះឯងរីឯការយល់ពីគំនិតរបស់អ្នកដទៃឬភាសាអង់គ្លេសហៅថា empathy គឺការចេះដាក់ខ្លួនយើងទៅក្នុងស្ថានភាពរបស់អ្នកដទៃមុននឹងយើងខឹងមុននឹងស្ដីបន្ទោសឬមុននឹងវិនិច្ឆ័យនរណាម្នាក់ចូលរៀនសួរខ្លួនឯងជាមុនសិនថាចុះបើសិនជាខ្ញុំស្ថិតក្នុងស្ថានភាពរបស់គេតើខ្ញុំនឹងធ្វើបែបណាតើគេមានការលំបាកអ្វីខ្លះនៅពីក្រោម
នៅពេលយើងចាប់ផ្ដើមយល់ពីអ្នកដទៃយើងនឹងមានចិត្តមេត្តាចេះអត់ឱនហើយការដោះស្រាយរាល់បញ្ហានឹងប្រកបដោយសន្តិភាពនិងប្រសិទ្ធភាពខ្ពស់ជាទីបញ្ចប់ដំណើរជីវិតរបស់យើងអាចរីកចម្រើនឬធ្លាក់ចុះគឺអាស្រ័យលើជំរឿននៃរបៀបរស់នៅរបស់យើងម្នាក់ៗប្រសិនបើយើងជ្រើសរើសផ្លូវនៃការឆ្លងវង្វេងខ្លួនឯងនិងយកចិត្តខ្លួនឯងជាធំផ្លូវដើររបស់យើងនឹងកាន់តែចង្អៀតពោពេញដោយសត្រូវចំនួននិងភាពឯកោប៉ុន្តែប្រសិនបើយើងជ្រើសរើសយកផ្លូវនៃការដាក់ខ្លួនគោរពខ្លួនឯងនិងអ្នកដទៃព្រមទាំងការបើកចិត្តយកពីអ្នកដទៃនោះយើងកំពុងបើកទ្វារស្វាគមន៍មិត្តភាពល្អៗឱកាសថ្មីៗនិងភាពជោគជ័យប្រកបដោយកិត្តិយសនិងកេរ្តិ៍ឈ្មោះល្អផងដែរខ្ញុំសង្ឃឹមថាប្រធានបទនាថ្ងៃនេះនឹងផ្ដល់ជាពន្លឺគំនិតវិជ្ជមានខ្លះៗសម្រាប់បងប្អូនយកទៅពិចារណានិងអនុវត្តក្នុងជីវិតជាក់ស្ដែងសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនពេញចិត្តកុំភ្លេចចុច like share និង follow podcast របស់យើងផងដើម្បីទទួលបានគំនិតល្អៗជាប្រចាំសម្រាប់ថ្ងៃនេះខ្ញុំ Oleg Nanas សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសុភមង្គលនិងភាពជោគជ័យគ្រប់ភារកិច្ចសូមអរគុណ